អ្នកខ្លះមិនចេះរកសុខដាក់ខ្លួនទេមួយថ្ងៃបៀតបៀនអ្នកនេះបៀតបៀនអ្នកនោះនិយាយតែរឿងមិនល្អពីគេហេតុអីជីវិតយើងខ្លីណាស់ដោះស្រាយតែបញ្ហាខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃមិនទាំងចេះចប់ផងនៅឆ្លៀតសន្សំរឿងអ្នកដទៃទៀតណានៅឆ្លៀតនិយាយអាក្រក់ពីអ្នកដទៃទៀតអំរែករបស់ជីវិតយើងវាមិនតិចទេចាយពេលនៅជាមួយខ្លួនយើងមុខរបរយើងអាជីវកម្មយើងឲ្យច្រើនហើយទុកមាត់យើងនិងខួរក្បាលយើងញ៉ាំរបស់ឆ្ងាញ់គិតរឿងល្អពីព្រោះកាលណាមាត់យើងល្អវាសនារបស់យើងល្អជីវិតនេះខ្លីណាស់ពួកអ្នកដែលចូលចិត្តនិយាយដើមគេនិយាយអាក្រក់ពីគេពួកហ្នឹងមានបញ្ហា3ធំទី1គឺអត់មានទំនុកចិត្តចំពោះខ្លួនឯងដោយសារតែពួកគេអត់មានអីមួយដែលគួរឲ្យចាប់អារម្មណ៍ជីវិតវាហាក់ដូចជាល្ងឹតសូន្យសងណាអញ្ចឹងហើយបានជាពួកគេយកយើងឬក៏បុគ្គលដតីផ្សេងហ្នឹងទៅនិយាយប្រាប់អ្នកដតីជីវិតពួកហ្នឹងអត់មានខ្លឹម